ឆ្លើយតបទៅបងស្រីដែលជាម្ចាស់សំណួរចាគាត់ឆាតមកខ្ញុំគាត់ថាថ្ងៃកំណើតរបស់គាត់គឺថ្ងៃទី29ខែ10ឆ្នាំ1994ចាគាត់ចង់ដឹងអំពីគ្រោះនៅក្នុងជីវិតរបស់គាត់គឺនៅពេលណាចាអញ្ចឹងសម្រាប់បងស្រីចាដែលជាម្ចាស់សំណួរគ្រោះរបស់បងនៅក្នុងជីវិតគឺកាប់ពេលបងនៅអាយុ18ចាមកដល់21គឺគ្រោះទទួលរងនៅការលាបពណ៌ចាកែបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់យើងចាហើយបើសិនជាបងស្រីមិនទាន់រៀបអាពាហ៍ពិពាហ៍ទេចាបងត្រូវតែប្រយ័ត្នទៅលើបុរសដែលគាត់មានបបោមាត់ស្ដើងចាហើយមួយទៀតគឺពោះម៉ាយចាហើយចុងក្រោយនោះគឺអវជីវៈរបស់គាត់គឺវែងជាងដងខ្លួនរបស់គាត់ចាដោយសារអីបើសិនជាបងជ្រើសរើសយកបុរសបែបហ្នឹងធ្វើជាគូអនាគតឬមួយក៏ធ្វើជាប្តីរបស់បងគឺគាត់ប្រកាសជាខ្ជិលចាតែបើសិនជាបងចាសាងគ្រួសារហើយរៀបអាពាហ៍ពិពាហ៍ហើយបងត្រូវតែប្រយ័ត្នគ្រោះរបស់បងនៅអាយុ30និង35ចាគ្រោះនោះគឺញាតិខាងប្តីឲ្យទុកចាមានន័យថាបែកបាក់ក្រុមគ្រួសារដោយសារញាតិខាងប្តីសាច់ញាតិខាងប្តីបងប្អូនណាចាធ្វើឲ្យយើងមានបញ្ហា